SCP-035 គឺជា SCP មួយដែលវាមានរូបរាងជាម៉ាស់ក៏ប៉ុន្តែវាមិនមែនជាម៉ាស់ធម្មតានោះទេវាជាម៉ាស់បិទមុខដែលគួរឲ្យខ្លាចបំផុតនៅពេលដែលអ្នកណាពាក់ម៉ាស់នេះនៅលើមុខនោះហើយម៉ាស់ហ្នឹងវានឹងធ្វើការគ្រប់គ្រងមនុស្សហ្នឹងឬក៏គ្រប់គ្រងអារម្មណ៍អ្នកដែលពាក់ហ្នឹងធ្វើឲ្យមនុស្សដែលពាក់ហ្នឹងគឺបាត់បង់ស្មារតីភ្លាមៗតែម្ដងតោះចង់ដឹងថាស្អីរឿងយ៉ាងណាតាមទស្សនាវីដេអូនេះជាមួយនឹងខ្ញុំទាំងអស់គ្នាបាទសួស្តីអ្នកគ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំនៅក្នុងវីដេអូនេះយើងនឹងនិយាយអំពី SCP-035 ដែលវាជា SCP មួយដែលគួរឲ្យកាចសាហាវដែលគួរឲ្យខ្លាចហើយជា SCP មួយដែលវាសាហាវបំផុតក្នុងចំណោម SCP ទាំងអស់ SCP មួយនេះវាគ្រាន់តែជាម៉ាស់ធម្មតានោះទេក៏ប៉ុន្តែនៅខាងក្នុងនៃអាថ៌កំបាំងនៃម៉ាស់នេះគឺមិនធម្មតាដោយសារតែវាកាចសាហាវហើយវាអាចសម្លាប់មនុស្សបានគ្រប់ពេលវេលា SCP នេះត្រូវបានឲ្យដឹងថាគឺជា SCP-035 ដែលវាជាម៉ាស់មួយដែលនៅពេលដែលយើងពាក់វានៅលើមុខរបស់យើងម៉ាស់ហ្នឹងវានឹងធ្វើការគ្រប់គ្រងអារម្មណ៍របស់យើងហើយធ្វើឲ្យយើងបាត់បង់ស្មារតីភ្លាមៗតែម្ដងហើយម៉ាស់ហ្នឹងវាធ្វើការនិយាយនៅក្នុងខួរក្បាលរបស់យើងវាស្តែងសួរយើងអំពីនេះអំពីនោះដែលធ្វើឲ្យយើងនឹងបាត់បង់ស្មារតីនៅពេលដែលយើងបាត់បង់ស្មារតីរាងកាយរបស់យើងត្រូវបានម៉ាស់ហ្នឹងគ្រប់គ្រងហើយវានឹងធ្វើការកាយវិការផ្សេងៗដូចជាប្រាអំពើហឹងខូអីជាដើមនៅពេលដែលម៉ាស់នេះវាធ្វើការគ្រប់គ្រងនៅលើខ្លួនរបស់យើងហើយយើងចាប់ផ្ដើមរលាយសាច់ឈាមបន្តិចម្ដងដោយសារតែសារធាតុឬក៏អត្តពលនៃម៉ាស់នេះវាធ្វើឲ្យយើងនឹងអាលាយហ្មងអាលាយដូចជាស្ករតាំងម៉ែអញ្ចឹងគឺអាលាយយកតែម្ដងអាលាយធ្វើនៅពេលដែលយើងអាលាយហើយយើងនឹងស្លាប់ភ្លាមតែម្ដងរឿងរ៉ាវដែលធ្វើឲ្យគេរកឃើញ SCP-035 នេះគឺដោយសារតែមានក្រុមគ្រួសារមួយនៅតាមជនបទអញ្ចឹងណាគាត់បានទៅទិញម៉ាស់ពីអ្នកលេងល្ខោននោះអ្នកលេងល្ខោននៅអ៊ីតាលីអញ្ចឹងណាគាត់បានទិញម៉ាស់ពីពួកអ្នកលេងល្ខោនហ្នឹងស្រាប់តែនៅក្នុងថ្ងៃមួយគាត់បានយកម៉ាស់ហ្នឹងមកពាក់នៅពេលយប់អញ្ចឹងណាដើម្បីបន្លាចកូនរបស់គាត់តែមានណាអាម៉ាស់ហ្នឹងវាធ្វើការគ្រប់គ្រងអារម្មណ៍របស់គាត់ធ្វើឲ្យគាត់ហ្នឹងប្រាអំពើខុសខើទៅលើគ្រួសាររបស់គាត់នៅពេលដែលគាត់ប្រាអំពើខុសខើទៅលើគ្រួសាររបស់គាត់ហើយគាត់បានសម្លាប់គ្រួសាររបស់គាត់ហ្នឹងទាំងមូលតែម្ដងសូម្បីតែកូនតូចរបស់គាត់គឺមិនរួចខ្លួននោះដែរនៅពេលដែលម៉ាស់ហ្នឹងគ្រប់គ្រងហើយគាត់បានប្រាអំពើខុសខើហើយម៉ាស់ហ្នឹងវាធ្វើឲ្យអ្នកដែលពាក់ម៉ាស់ហ្នឹងចាប់ផ្ដើមរលាយតែម្ដងរលាយទៅតាមទឹកភ្នែកនៃម៉ាស់ហ្នឹងបញ្ចេញមកអញ្ចឹងណានៅពេលដែលម៉ាស់ហ្នឹងបញ្ចេញទឹកភ្នែកពណ៌ខ្មៅហ្នឹងមកវាធ្វើឲ្យរាងកាយអ្នកដែលពាក់ម៉ាស់ហ្នឹងគឺចាប់ផ្ដើមមកលាយទៅតែម្ដងហើយខ្លាចទៅជាសាកសពហើយស្លាប់ភ្លាមតែម្ដងក្រោយមកក្រុម SCP Foundation ហ្នឹងបានដឹងដំណឹងនេះហើយក៏បានទៅធ្វើការស្រាវជ្រាវអំពីផ្ទះអ្នកដែលបានស្លាប់អញ្ចឹងណាអ្នកដែលកើតហេតុស្លាប់ទាំងគ្រួសារក៏បានដឹងថារឿងរ៉ាវទាំងអស់គឺបណ្ដាលមកពីអាម៉ាស់នេះឯងអញ្ចឹងក្រុម SCP Foundation បានយកអាម៉ាស់ហ្នឹងទៅធ្វើការពិសោធន៍ដោយស្រាវជ្រាវផ្សេងៗក៏បានដឹងថាម៉ាស់ហ្នឹងគឺជាម៉ាស់មួយដែលវាអាចគ្រប់គ្រងអារម្មណ៍មនុស្សនៅពេលដែលមនុស្សណាចាប់ផ្ដើមពាក់វាហើយនៅពេលដែលវាសម្លាប់អ្នកណាម្នាក់ហើយវាចាប់ផ្ដើមរកម្ចាស់ថ្មីមានន័យថារកអ្នកដែលពាក់ថ្មីដើម្បីវាសម្លាប់តទៀតអញ្ចឹងម៉ាស់ហ្នឹងគឺពិតជាសាហាវមែនតើនៅពេលដែលក្រុម SCP Foundation ធ្វើការស្រាវជ្រាវហ្នឹងគេក៏បានពិសោធន៍អំពីម៉ាស់ហ្នឹងផ្សេងដូចជាដាក់និយាយជាមួយម៉ាស់ហ្នឹងហើយសាកសួរទៅកាន់ម៉ាស់ហ្នឹងក៏តែម៉ាស់ហ្នឹងវាអត់ធ្វើការឆ្លើយតបមកយើងទេលុះត្រាតែយើងពាក់ឬក៏អ្នកណាមួយពាក់ម៉ាស់ហ្នឹងវាបាននិយាយជាមួយនឹងអាខួរក្បាលអ្នកដែលពាក់ហ្នឹងណាហើយវាធ្វើការសន្តំអ្នកដែលពាក់ហ្នឹងម្ដងហើយក្រុម SCP Foundation ក៏បានយកអាម៉ាស់ហ្នឹងទៅធ្វើការរក្សានៅក្នុងមន្ទីររបស់ខ្លួនដើម្បីកុំឲ្យមានអ្នកណាយកចេញក្រៅទៀតព្រោះម៉ាស់ហ្នឹងវាមានឥទ្ធិពលសាហាវហើយវាអាចសម្លាប់មនុស្សគ្រប់គ្នាបានផងដែរ SCP Foundation បានដាក់ម៉ាស់ហ្នឹងនៅក្នុងបន្ទប់បិទជិតហើយដោយមានអ្នកយាមកាមពេញហ្នឹងតែម្ដងដោយដាក់កាមេរ៉ាពេញបន្ទប់ដែលដាក់ SCP-035 ហ្នឹងឯងដើម្បីកុំឲ្យមានអ្នកណាចូលឬក៏ដើម្បីកុំឲ្យមានអ្នកណាយកអាម៉ាស់ហ្នឹងមកពាក់ទៀតហើយ SCP Foundation បានដាក់អាម៉ាស់ហ្នឹងគឺជា Cutter ដោយសារតែវាពិបាកគ្រប់គ្រងដោយសារណាមួយគឺវាសម្លាប់មនុស្សជាច្រើនអ្នកផងដែរអញ្ចឹងទៅ SCP ពិបាកគ្រប់គ្រងគឺគេដាក់ខ្លះវាគឺ Cutter អញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ្នកគ្នាដែលបានទស្សនាវីដេអូនេះតាំងពីដើមដល់ចប់កុំភ្លេចចុច Subscribe Channel របស់ខ្ញុំអ្នកមួយផងដើម្បីទទួលបានវីដេអូថ្មីអូខេអរគុណអ្នកគ្នាបាយ